សូមជំរាបសួរសម្ដេចតេជោហើយសូមគោរពសម្ដេចតេជោផងហើយខ្ញុំបាទឈ្មោះជាធីរិទ្ធជាអ្នកសារព័ត៌មានមកពីទូទស្សន៍ BTV ដោយសារថ្ងៃនេះខ្ញុំបានដឹងច្បាស់បន្ថែមអំពីវិធានការរបស់រដ្ឋាភិបាលទាំង3ចំណុចទាំងពីការជួយដល់វិស័យទេសចរកម្មកររឿងរោងចក្រនិងការជំនួយបន្ថែមទៅទៀតសំណួររបស់ខ្ញុំទៅសារសម្ដេចបានលើកឡើងមុននេះបន្តិចអំពីរឿង EBA ដែរតាក់ទងនឹងអង់គ្លេសដែលបានចាក់ចែងទៅហើយយើងក៏មានពាណិជ្ជកម្មមួយដ៏ល្អជាមួយនឹងអង់គ្លេសដែរបើតាមទិន្នន័យដែលខ្ញុំធ្លាប់អានមក2012យើងមានតែជាង500លានទេប៉ុន្តែនេះពីបច្ចុប្បន្នយើងជាងដល់1000លានដុល្លារឯណោះជាមួយនឹងអង់គ្លេសហើយបើតាមរបាយការណ៍គឺថាយើងក្នុងជាមួយសហភាពអឺរ៉ុបនោះយើងមានជាង5000អញ្ចឹងបើដកអង់គ្លេស1000ទៀតយើងនឹងសល់តិចតួចមែនតែនចំនួននេះខ្ញុំចង់សួរសំណួរទៅសម្ដេចតេជោថាតើនៅពេលដែលអង់គ្លេសបានចាក់ចេញបែបនេះតើរដ្ឋាភិបាលរបស់យើងគ្រោងនឹងមានផែនការចរចាជាមួយនឹងអង់គ្លេសដើម្បីថាយើងបានការអនុគ្រោះបន្ថែមឬក៏ការបង្កើននៅការនាំចូលទៅកាន់អង់គ្លេសកាន់តែខ្លាំងបន្ថែមទៀតពីព្រោះអង់គ្លេសជាទីផ្សារមួយដ៏ធំសម្រាប់កម្ពុជាអរគុណសម្ដេចបាទ